បងប្រុសគាត់សួរថាលោកគ្រូហាងបាតភ្នែកនិងរលាកបាតភ្នែកតើដូចគ្នាឬខុសគ្នាបាទជំរាបសួរបងកាលណាយើងនិយាយពាក់ព័ន្ធនឹងជំងឺបាតភ្នែកសរសៃបាតភ្នែកគឺមានជំងឺជាច្រើនពាក់ព័ន្ធទៅនឹងសរសៃបាតភ្នែកហើយក៏ជាជំងឺមួយដែលជាជំងឺធ្ងន់ធ្ងរនៃជំងឺភ្នែកដែលអាចពាក់ព័ន្ធទៅដល់ការពិការភ្នែកបានការហៅបាតភ្នែកនិងរលាកបាតភ្នែកគឺជារឿងពីរផ្សេងគ្នាតែក៏អាចជំងឺរលាកបាតភ្នែកក៏ធ្វើឲ្យហៅបាតភ្នែកជាដើមហេតុទៅវិញទៅមកអញ្ចឹងហើយឧទាហរណ៍ថាការហៅបាតភ្នែកដោយសារជំងឺអ្វីឧទាហរណ៍ដូចជាជំងឺទឹកនោមផ្អែមកាលណាជាទឹកនោមផ្អែមយូរឆ្នាំធ្វើឲ្យមានបញ្ហាឈាមនៅសរសៃបាតភ្នែកធ្វើឲ្យហៅបាតភ្នែកបញ្ហាគាត់មានstress ច្រើនធ្វើឲ្យហៅបាតភ្នែកអញ្ចឹងក៏ធ្វើឲ្យហៅបាតភ្នែកអញ្ចឹងឬក៏ជំងឺផ្សេងៗទៀតដែលធ្វើឲ្យហៅបាតភ្នែកអញ្ចឹងរាល់ការហៅបាតភ្នែកគឺធ្វើឲ្យគាត់ស្វាំងភ្នែកពាក់ព័ន្ធនឹងជំងឺរលាកបាតភ្នែករលាកបាតភ្នែកមានជំងឺពាក់ព័ន្ធដល់ការបង្ករោគពាក់ព័ន្ធដល់ការរលាកសាច់ភ្នែករលាកដែលធ្វើឲ្យភ្នែកក្រហមធ្វើឲ្យលាកភ្នែកធ្វើឲ្យបញ្ហាលាកនៅសរសៃបាតភ្នែកក៏ចូលរួមធ្វើឲ្យហៅបាតភ្នែកអញ្ចឹងជារួមការហៅបាតភ្នែកគឺធ្វើឲ្យយើងស្វាំងតែបើរលាកដោយបង្កដោយរលាកឬក៏បង្កដោយការបង្ករោគឬបង្កដោយកត្តាផ្សេងៗក៏ធ្វើឲ្យរួមចំណែកមួយនៅក្នុងការហៅបាតភ្នែកដែលធ្វើឲ្យគាត់ស្វាំងដូចគ្នាអញ្ចឹងជាសរុបមកការហៅបាតភ្នែកនិងរលាកបាតភ្នែកយើងត្រូវរកមូលហេតុអីបានហៅបាតភ្នែកជំងឺអ្វីខ្លះហើយរលាកបាតភ្នែកមានជំងឺអ្វីខ្លះធ្វើឲ្យរលាកបាតភ្នែកអញ្ចឹងការព្យាបាលគឺព្យាបាលទៅតាមប្រភេទជំងឺនីមួយៗពីព្រោះអីជំងឺសរសៃបាតភ្នែកមានជំងឺជាច្រើនដែលពាក់ព័ន្ធនៅក្នុងសរសៃបាតភ្នែកហ្នឹងអញ្ចឹងការព្យាបាលត្រឹមត្រូវគឺត្រូវពិនិត្យនិងថតមើលសរសៃបាតភ្នែកលម្អិតជាមួយនឹងគ្រូពេទ្យដែលមានជំនាញខាងសរសៃបាតភ្នែក